យើងកំដរឯងបឹកហាត់ចាំមើលហ៊ានមករឹងចិត្តចង់ទៅហឺណាខ្ញុំអីឯងមកពីណាដាច់អូបាក់ជឹកអូតិចបុកដាក់bạn thành cho bên đất này chui chân ra bay trước nè xem ơi nè pro ai nói được chạy này mình cũng xem đấy đi chúng đang thao bay mình này tí cõi ai vật hành tịch đấy cho nó ai cầm đọc xem cho mình hát trong anh tí cảm ơn sang mà chăm một tí mà cầm chặt chặt cái trong tay nè pro chụp liệp tới ban hơi nhẹ nhanh bên tụi mong nè pro diện chính mình group nè pro số mà chia sẻ phong tới chưa hai đi tôi thắc trong một tranh cầm thằng hơiរឿងនឹងឲ្យវាចប់ត្រឹមនឹងទៅចុះអ្នកប្រុសពិតជាមិនចិត្តទូលាយមែនត្រាម្ចាស់បន្ទាយអូអ្នកដែលពូលោកចង់នៅបន្ទាយសេះនោះគេជានរណាទៅហើយមិនក៏ហៅថាមនុស្សដូចជាពាក្យក្មេងៗលេងសើចទេតែម្នាក់ហ្នឹងពិតជាធ្លាក់មកពីលើមេឃពិតមែនធ្លាក់មកពីលើមេឃមែនអូមានន័យម្ចាស់បន្ទាយអូក្មេងស្រីម្នាក់នោះឈ្មោះអីទៅអូគេជាក្មួយស្រីរបស់យើងឈ្មោះថាស៊ីនអ៊ីនឈ្មោះនេះមានព្រលឹងណាស់ណោះจริงๆអាចថាទៅមើលក្មេងស្រីនោះអាយុប្រហែលជាប្រហែលទៅខ្ញុំមើលទៅក្មេងស្រីនោះស្បែកសដូចជាម្សៅហើយមុខស្អាតដូចជាផ្កាភ្នែកមកគូធំគឺស្អាតណាស់ដូចជាផ្កានៅលើមេឃយ៉ាងអញ្ចឹងភ្លឺផ្លេកកម្ពស់ក៏ល្មមដំណើរតាក់ទាញចង្កេះតូចតាគៀកធំច្បាស់ជាមិនទាន់មានប្តីទេមើលចុះខ្ញុំយល់ថាឯងបិទមាត់ទៅយើងសួរឯងថាគេអាយុប្រហែលតាមខ្ញុំទាយប្រហែលជាអាយុ18ឆ្នាំប្រហែលជាលើសនឹងបន្តិចក៏ប្រហែលជាក្រោមនឹងបន្តិចដែរយ៉ាងច្រើនណាស់ក៏មិនលើសអំពី20ឆ្នាំដែរប្រហែលជា17 16មាត់ឯងទៅបិទមាត់ប្រុសខ្ញុំដល់ទៀតហើយយើងប្រុសមកហើយអ្នកប្រុសខ្ញុំយកថ្លើមថ្មមកហើយសំជាថ្លើមថ្មស្អាតជាងគេនៅក្រៅមេឃមែនអ្នកប្រុសថ្លើមថ្មហើយស៊ឺមានពលឺទៀតផងរបស់នឹងសេតណ្ហភាពល្មមដូចជាដៃរបស់អ្នកប្រុសអញ្ចឹងមើលទៅធ្វើឲ្យចង់ស្ទាបមាត់ឯងទៅបានថ្លើមថ្មអ្នកប្រុសគួរតែចាក់ចេញទៅត្រូវស្អែកយើងទៅលាអូអ៊ីនជីនខ្លាចតែគេឆាយឆេនៅតាមផ្លូវដែលអ្នកប្រុសចាក់ចេញពេលនោះគឺអ្នកប្រុសទប់ទល់របៀបមិនគេហ៊ានឆៃជើងផងគេមិនហ៊ានទេបន្តិចគ្រូសាអូវជុំទាំងកណ្ដាលអាត្រៀនតើឲ្យយើងនឹងដេកអត់នឹងអ្នកប្រុសរត់ថ្ងៃមកកើតនឹក15កើតលោកម្ចាស់ខ្ញុំតែងតែកោះហៅគ្រប់គ្នាចូលបន្ទាយអប់រំពីជុំឡប់សតិមែនជីនភីងឲ្យឆាប់ឡើងទៅមកចាប់បន្ទាយយប់តែនេះហើយកោះហៅគ្រប់គ្នាមកធ្វើស្អីទៅជីនភីងមកហើយអញ្ចឹងគ្រប់គ្នាអស់អីហើយអាចនិយាយថាចេះមនុស្សម្នាក់ដែលចិត្តស្លាប់ក៏មានឱកាសបកស្រាយដែរនាំសៀងសេឡុងមកណាសៀងលេងខ្ញុំទៅលេងខ្ញុំទៅណាសៀងសៀងសេឡុងឯងកំតក់កុហលក្រោយពេលយើងសួរឯងប្រហែលសំណួរយើងនៅប្រឡែងឯងទៅវិញហើយបានសួរមកចុះឯងនិយាយពីប្រវត្តិថ្លាមថ្មហើយស៊ឺទៅខ្ញុំដឹងខ្លះដែរជនជាតិឈួយឈ្មោះពៀនជីងនៅក្នុងភ្នំជ្រៅហើយក្រោយមកក៏បាក់ជើងទាំងពីរក៏ព្រោះតែថ្វាយថ្លាមថ្មនោះក្រោយមកលោកអបរ៉ៃលីងសៀងយូនោះក៏យកថ្លាមថ្មនោះឲ្យចៅវិញត្រូវអត់ទេចូលឯងយល់ថាថ្លាមថ្មហើយស៊ឺមានតម្លៃប៉ុណ្ណាដែរទៅវាច្បាស់ហើយគ្មានតម្លៃប្រៀបទេនិយាយបានល្អជប់បើសិនជាឯងបានវាឯងធ្វើរបៀបមិនទៅបើខ្ញុំបានវានោះខ្ញុំប្រកាសជាយកទៅលក់បានហើយបើមិនអញ្ចឹងទុកវាឲ្យឡើងថ្លៃឯងដឹងទេលបងយានជុំខំសន្សំប្រាក់មួយជីវិតហើយប្រថុយគ្រោះថ្នាក់ទិញយកវាដើម្បីស្ដារមហាសច្ចៈក្រៅមេឃដើម្បីសម្រេចគោលបំណងគ្រួសារមកប្រឆាំងនឹងសង្គ្រាមឯងបានជាយកវាទៅលក់តើឯងសំដែរទេលោកមិនឆានគេឆ្លើយហើយមិនយកចកាទេសៀងសាឡុងតាមច្បាប់ចៅលួចត្រូវតែសម្លាប់ចោលឯងឲ្យយើងប្រឡែងឯង
បើឯងមិនប្រាប់ការពិតឲ្យយើងទេយើងប្រឡែងឯងចាំមិនទៅ ម្ចាស់បន្ទាយអូខ្ញុំមិនបានលួចថ្លាន់ថ្មនោះទេថ្ងៃនោះលោកក៏បានដឹងដែរពេលខ្ញុំមកវិញលោកយិនដេកស្លាប់អត់ហើយ មិនហើយអ៊ំត្រូវតែនិយាយហេតុផលបាននិយាយថាលោកបងសែងជាអ្នកលួចចុះឯណារបស់ចៅឯណាតាមថ្ម គឺ ហើយ គ្រាន់តែគ្មានឱកាសយកវាតែប៉ុណ្ណោះ អេលោកមិនអាចស្មានប្រិយប្រាំនោះទេអ្វីក៏ដោយក៏ត្រូវតែមានភ័ស្តុតាងនៃណាទេ ចៅហ្វាំង បាទនេះជាស្នាមបាត់ជើងដែលរកឃើញនៅក្នុងបន្ទប់នោះ អេលោកស្មានប្រិយប្រាំស្អីនឹងលោកចង់ធ្វើស្អីជន់បែបនេះយកធ្វើភ័ស្តុតាង ស្នាមបាត់ជើងនេះនិងស្នាមបាត់ជើងសៅសៀឡុងគឺមានទំហំប៉ុនគ្នា ផុសតាំងជាក់ស្ដែងហើយសង្ស័យឡុងឯងនឹងសារភាពទៀត បងសែងលោកបងកុហកខ្ញុំលោកបងជ្រុលពេកហើយ ស្អី សៅសៀឡុងទីបំផុតលើកនេះឯងបាច់ឃ្លីហើយមែនទេ មនុស្សអន់ចាំមើលអាចប្រកាសចាំមិនទៀត សង្ស័យឡុងប្រាប់យើងមកឯងលួចថ្លាមថ្មហើយស៊ឺយកម្ ចាស់បន្ទាយអូខ្ញុំឃើញថ្លាន់ថ្មនោះលើកទី1ខ្ញុំក៏ស្រឡាញ់ខ្លាំងណាស់ខ្ញុំក៏ចង់យកវាទុកជាអនុស្សាវរីយ៍ ឯងលួចរបៀបមិនទៅ យប់នោះគឺខ្ញុំសបឹងខ្ញុំឃើញជុំវិញគ្មានមនុស្សខ្ញុំក៏ចូលទៅបន្ទប់លាក់ថ្លាន់ថ្មនោះហើយខ្ញុំក៏យករបស់ខ្លាំងខ្លាយដូរយកមកជិតបកាពិតវិញ បើអញ្ចឹងនៅមានគេលួចយកអារបស់ខ្លាំងខ្លាយទៀតមែនទេ អត់ត្រៃណាស់ទៅដឹងថាមានមនុស្សល្ងងយ៉ាងនេះទៅលួចរបស់ខ្លាំងខ្លាយយកទៅនោះអញ្ចឹងបាននិយាយទៅខ្ញុំក៏លែងមានកំហុសហើយផ្ទុយទៅវិញនោះគឺសាងគុណសម្បត្តិ ក្មេងព្រោះតែលោកលុនពីធ្វើឲ្យសាងកំហុសធំដែលគួរឲ្យផ្ដាល់ឱកាសឲ្យកែខ្លួនម្យ៉ាងទៀតឯងធ្លាប់បានជួយពួកយើងដែរឲ្យតែឯងឲ្យថ្លាមថ្មហើយស៊ឺមកយើងវិញយើងដល់ ឲ្យប្រកាសជាឲ្យវិញខ្ញុំគឺលែងនៅក្នុងផ្ទះខ្ញុំទៅយក ប៉ុន្តែត្រូវធ្វើឯងរៀងចាល់ក៏កុំឲ្យឯងធ្វើអំពើអាក្រក់ទៀតពីនៃឯងជៀសមិនផុតទេត្រូវឲ្យឯងទទួលពីនៃឈិញស៊ីង ចេញមានន័យថាម៉េចទៅ គឺចាក់មុខ ចាក់មកអីហើយយ៉ាលោកម្ចាស់បន្ទាយចាក់មិនបាននោះទេថ្ងៃក្រោយឲ្យខ្ញុំទៅជួបនរណាបានទៅ ចាវ៉ាន់អនុវត្តទៅ បាទចាំមក នេះអត់ខ្ញុំទៅខ្ញុំសុំបងខ្ញុំមិនចង់ចាក់មកទេចង់ធ្វើស្អីហ្នឹង កុំនិយាយចាំ បងបានខ្ញុំផងខ្ញុំមិនចង់ចាក់មកទេមើលចុះខ្ញុំសង្ហាយ៉ាងនេះ យ៉ាងម៉េច លើធ្លាប់ឆ្លាក់អសននៅលើមុខឯង ឯងលួចរបស់គេច្បាស់ជាចាអសចឹងហើយគឺចាំបាច់សួរដែរអីមេកាថ្លាមថ្មគេជាអ្នកលួចមិនទេក្រែងបិចលោកនៅដែរតើអីគេសារភាពឥឡូវខ្ញុំរាប់គេទៅទីនោះគឺដើម្បីរកថ្លាមថ្មមិនអាចរួចទេថាបិចអត់ទេខ្ញុំថាពិបាកជឿនណាលើកមុនគេធ្លាប់ជួយពួកយើងហើយនេះណាមានមុខមាត់ស្អាតបាតមិនក៏អាចរៀនពួយចោលអញ្ចឹងណាលើកនេះប្រកាយយកឈ្នះចាញ់ទៀតដល់ទៅមកតែជប់សិនអ្នកដឹកនាំមានបញ្ជាណាអ្នកណាក៏មិនអាចចូលបានដែរពួកឯងយាមស្រួលទៅបោះចូលទៅ ហើយលុយហត់ហើយសើឡុង មិនទេមិនចាំទេខ្ញុំសម្ដែងល្អដែរទេ អញ្ចឹងត្រូវសួរស៊ីងអ៊ីនហើយមើលចុះអារម្មណ៍មិនទាន់មកវិញស្រួលបួលទេមិញហ្នឹងគេសួរយើងថាឯងពិតជាលួចថ្លាមថ្មហើយស៊ឺពិតមែនទេមើលរូបពេជ្រនោះគេពិតជាមិនដឹងពិតមែនបែរជាភ្លេចថាពួកយើងកំពុងតែសម្ដែង មកចាប់បន្ទាយ ប៉ុន្តែបាននិយាយពីទិញនេះសម្ដែងវិញខ្ជិញអ៊ីងគឺប្រកាសជានេះទៅទៀតបានសម្ដែងធ្វើជាយំគ្រាន់តែឃើញខ្ញុំភ្លាមក៏រត់លឿន លោកបងនៅលេងសាយទៀតធ្វើកិច្ចការត្រឹមត្រូវវិញទៅថាមើលលើថ្លាមថ្មហើយសើខ្លាំងខ្លានោះក៏យ៉ាងម៉េចរយៈពេលខ្លីយ៉ាងហ្នឹងធ្វើមិនអាចរករបស់ខ្លាំងខ្លាមកបន្លំការប៉ិន រឿងនឹងយើងពិគ្រោះជាមួយសើឡុងរួចហើយប្រហែលជាបានជោគជ័យចោលច្បាស់ជាបែកធ្លីមិនខានទេ ឥឡូវចេះរៀនច្បងតាពីហើយនៅមេការថាគ្រប់គ្នាក៏នៅទីនេះធ្វើពុតជារកថ្លាមថ្មហើយនៅសល់តួខ្ញុំឲ្យស៊ីងអ៊ីងរៀបចំទៅ ល្អតោះពួកយើងទៅព្រៀប ទៅព្រៀបទៅ លោកបងសឹងបានជាកង់ដៃបងប្រកាសយ៉ាងហ្នឹងអញ្ចឹងចាំមិនឲ្យខ្ញុំធ្វើប្រអប់ឈើធ្វើអី របស់ដែលមានតម្លៃត្រូវរក្សាបានស្រួលបើត្រូវគៀបដឹងនោះប្រកាសជាខឹងស្លាប់ហើយ អាចទៅរួចទេបានមិនដឹងរបស់ប៉ិតពួកយើងខំអត់ប្រយោជន៍ហើយក៏លេងបានរបស់ប៉ិតមកវិញដែរវ៉ាវ ចាំមិនដែរនៅបារម្ភទៀតដែរទេ អស់ចាពេកហើយនេះដូចជារបស់ប៉ិតយ៉ាងអញ្ចឹង នេះហៅថាបច្ចេកវិទ្យាខ្ពស់ ល្អលេងមែន កាប់ត្រឹកនេះ អូកាប់មកលឿនទៅ លឿន រកឃើញហើយ ជីងសៅខ្ញុំប្រកល់ថ្លាន់ថ្មវិញហើយមុខខ្ញុំក៏ត្រូវគេចាក់រួចដែរស្រាយចម្លងខ្ញុំទៅ កុំសម័យ ប្រហែលជាស្រ័យមិនទាន់បានទេ ស៊ីង ចាំខ្ញុំស្រ័យឲ្យ ស៊ីកុំចិត្តទុន មិនអីទេលោកអ៊ំអ៊ូថាឲ្យតែគេប្រកល់ស្លាមថ្មមកវិញដោះលេងគេភ្លាម លៀនជីងធីងហ្វាំងទទួលខុសត្រូវជាកម្មវេនទី1យិនភីងស៊ីងអ៊ីទទួលខុសត្រូវជាកម្មវេនទី2មិនថាអ្នកណាទទួលខុសត្រូវត្រូវតែយាមឲ្យបានហ្មត់ចត់អ្នកណាក៏មិនឲ្យចូលក្នុងបន្ទប់នេះដែរ ចា អ្នកប្រុសថ្លាថ្មដែលយើងលួចប្រហែលជាខ្លាំងខ្លាយទេថាម៉េច
មុននេះអ៊ូអ៊ីយ៉ិនគឺសួរចម្លើយទាំងចៅឡុងគេបានសារភាពហើយរបស់ដែលខ្ញុំលួចនោះក៏ប្រហែលជារបស់ខ្លាំងខ្លាយដូចគេដែរហើយខ្លាំងខ្លាយអញ្ចឹងទុកមានប្រយោជន៍ស្អីទៅ ឈប់សិនសូម្បីថាថ្មម្ដងក៏អាចលួចមិនបានដែរនៅមានអីគួរនិយាយទៀតអ្នកប្រុសខ្ញុំមានល្បិចមួយអ្នកប្រុសអ៊ូអ៊ីយ៉ិនរៀបចំឲ្យខ្ញុំការពារថ្លាមថ្មខណៈនោះគឺខ្ញុំច្បាស់ជាអាចយកអាខ្លាំងខ្លាយមកដូរអាពិតដល់ពេលនោះគឺពួកគេយកអាខ្លាំងខ្លាយទៅជួបនឹងស្ដេចចៅខឹងគឺច្បាស់ជាសម្រាប់គេចោលពេលនោះគូបំណងមិនបានសម្រេចគឺកាន់តែស្រួលទៅហើយទេអ្នកប្រុសមានហេតុផលអើជឿកិច្ចការនៅប្រកបឲ្យធ្វើចុះបានធ្វើមិនបានជោគជ័យទៀតកុំបន្ទោសយើងថាគ្មានមេត្តាអីសោះណាបាទអ្នកប្រុស អើយថ្លាមថ្មរបស់ខ្ញុំថ្លាមថ្មរបស់ខ្ញុំ ស៊ីងអ៊ីន លោកគ្រូពងពងមកធ្វើអី ថ្លាថ្មហៅស៊ឺសំខាន់ណាស់លោកគ្រូចាត់យើងឲ្យយាមកុំឲ្យធ្លាត់ធ្លុយឯងទៅសម្រាប់ចុះចាំបដូរវិញយាមខ្ញុំវិញ បាញ់ចាំងរំខានលោកគ្រូពងហើយខ្ញុំទៅហើយណា បាទ លោកគ្រូពងត្រូវតែមើលវាឲ្យចប់ណាកុំឲ្យបាត់ទៀត ដឹងហើយមានយើងនឹងឯងក៏ព្រួយអី អឺ